វាផ្ដាច់ក្រដាស់ដើម្បីដាក់លេខទំព័រនៅក្នុង Microsoft Word អញ្ចឹងយើងឃើញក្តារទី2មានលេខទំព័រប៉ុន្តែក្តារទី1គឺអត់មានលេខទំព័រទេអញ្ចឹងដើម្បីធ្វើវាបានតោះសូមទស្សនាវីដេអូរបស់អ្នកគ្នាបាទអញ្ចឹងជាដំបូងយើងចូលមកកាន់លេខ menu ខាងលើនេះបន្ទាប់មកយើងចូលពាក្យថា break ហើយយកពាក្យថា next page អញ្ចឹងវានឹងលោតមកទំព័រទី2របស់យើងប៉ុន្តែចំពោះទំព័រទី1នេះយើងចង់បានលេខទំព័រទេយើងចង់បានលេខទំព័រនៅក្តារទី2អញ្ចឹងដើម្បីបានលេខទំព័រយើងចូលមកកាន់ insert ហើយយក page number bottom of page ហើយយើងរើសលេខទំព័រណាដែលយើងចង់បានមកឧទាហរណ៍ខ្ញុំយកលេខទំព័រមួយនេះបាទយើងឃើញថាទំព័រនេះគឺលុតទំព័រទី2ប៉ុន្តែយើងចង់បានជាទំព័រទី1វិញហើយខាងលើយើងចង់បានវាទេអញ្ចឹងយើងនឹងចូល cursor របស់យើងដាក់នៅលើលេខរបស់យើងមកហើយយើងចូលមកកាន់ page number បាទត្រង់កន្លែងនេះយើងយក format page number ហើយត្រង់កន្លែងនេះយើងយកពាក្យថា start art មកហើយចុច OK អញ្ចឹងវានឹងលុតមកទំព័រទី1វិញប៉ុន្តែយើងលើកមើលខាងលើនេះគឺមានលេខទំព័រដូចគ្នាអញ្ចឹងដើម្បីឲ្យវាបាត់នៅលេខទំព័រខាងលើនេះទី1យើងឈរមកឲ្យយើងដាក់នៅលើក្រោមនេះមកហើយយើងចូលមកកាន់ header and footer យើងមើលត្រង់កន្លែង link កន្លែងនេះអញ្ចឹងគាត់ចាប់ផ្ដាច់វាមួយមកហើយខាងនេះយើងលុបវាចោលហើយយើង close header របស់យើងមកវានឹងចេញមកឲ្យយើងហើយនេះទំព័រទី1ខាងលើគឺអត់មានទំព័រទេតែបើសិនវាជួបបន្ទាប់បែបនេះយើងអាចដោះវាបានហើយយើងចូលមកកាន់ home border ហើយយក no border មកបាទចឹងលេខទំព័រយើងគឺនៅណាសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page